កំរងរឿងព្រាននិទានខ្មែររឿងបរោះចាក់ស្មុគកាលពីដើមមានបរោះម្នាក់ចេះចាក់ស្មុគបរោះនោះចង់បានខ្ញុំប្រើក៏ឡើងទៅចាក់ស្មុគលើចុងត្នោតហើយគិតតែម្នាក់ឯងថាបើអញចាក់ស្មុគបាន1លោកបាន10សេនបើចាក់ស្មុគបាន1000នឹងលោកទើបាន100រៀលរួចអញលុះមនុស្សប្រើបើប្រើមិនបានរួចចិត្តអញនឹងធាក់វាបរោះនោះមិនគ្រាន់តែគិតក្នុងចិត្តក៏យាដៃលើកទាំងជើងធាក់ធាងត្នោតក៏របូតខ្លួនធ្លាក់ពីលើចុងត្នោតតែបានដៃប្រវាចាប់ស្លឹកត្នោតជាប់តន់ក៏នៅតែកតកដូចជាគេព្យួរគ្រានោះមានត្រម៉ាក់ដំរីម្នាក់ជីដំរីមកចិត្តនោះបរោះនោះស្រែកថាបើអ្នកណាជួយដាក់ខ្ញុំពីចុងត្នោតបានខ្ញុំសុខចិត្តចូលទៅបម្រើលោកអស់មួយជីវិតត្រម៉ាក់ដំរីលុយហើយមានចិត្តត្រេកអរបដំរីចូលទៅដល់ក្រោមដើមត្នោតឈរលើក្នុងដំរីដៃតោងជើងបរោះនោះជាប់ដូចជាគេអង្រួនក្នុងដំរីនោះដំរីក៏ដើរទៅត្រម៉ាក់ដំរីក៏ព្យួរជាមួយនឹងបរោះនោះគ្រានោះមានមនុស្សទំពាក់4នាក់ដើរស្វែងរកមនុស្សទៅបម្រើប្រពន្ធគ្រប់គ្នាលុះដើរទៅដល់ក្រោមដើមត្នោតនោះត្រម៉ាក់ដំរីនឹងបរោះចាក់ស្មុគស្រែកថាបើលោកអ្នកណាជួយខ្ញុំឲ្យបានរួចពីចុងត្នោតនេះខ្ញុំទាំងពីរនាក់សុខចិត្តទៅនៅបម្រើលោកអស់មួយជីវិតទំពាក់ទាំង4នាក់នោះឮហើយត្រេកអរណាស់គិតថាបានដោយសេចក្តីប្រាថ្នាក៏ស្រែកថាយើងទាំង4នាក់នឹងជួយអ្នកឲ្យរួចទំពាក់ទាំង4ឈរក្រោមដើមត្នោតយកសម្ពុតចងកខ្វាញ់ទល់មុខគ្នាជា4ជ្រុងហើយស្រែកប្រាប់ទៅបរោះចាក់ស្មុគនិងត្រម៉ាក់ដំរីថាចូលអ្នកទាំងពីរនាក់ទម្លាក់ខ្លួនពីលើចុងត្នោតនោះមកចុះបរោះចាក់ស្មុគនិងត្រម៉ាក់ដំរីទម្លាក់ខ្លួនទាំង3នាក់មកលើសម្ពុតដែលបរោះទំពាក់ទាំង4នាក់ចងនោះដូចជាគេទាញសម្ពុតជាប់នឹងកទំពាក់ទាំង4ចូលក្បាលគ្នាស្លាប់ទាំង4នាក់ទៅឯត្រម៉ាក់ដំរីនិងបរោះចាក់ស្មុគឃើញទំពាក់ទាំង4នាក់ស្លាប់ដូចនោះភ័យណាស់ទៅនិយាយនឹងយាយចាស់ម្នាក់ថាបើនិយាយគិតដូចម្ដេចឲ្យបានសុខយើងទាំងពីរនាក់នឹងនៅបម្រើយាយតអស់ជីវិតយាយចាស់មានចិត្តត្រេកអរដោយប្តីខ្លួនទៅកាប់ចំការឯព្រៃហើយនិយាយថាបើដូច្នោះញាក់ទៅយកខ្មោចទាំង4នោះមកដាក់ក្នុងផ្ទះចង់រុំឲ្យស្រេចរួចយាយចាស់ឲ្យយកខ្មោចមួយចេញពីផ្ទះមកគាត់ស្រែកយំញាក់ស្រុកសួរគាត់ប្រាប់ថាប្តីគាត់ស្លាប់ញាក់ស្រុកក៏ជួយយកខ្មោចនោះទៅដុតយាយចាស់ប្រាប់ថាសូមញាក់ទាំងអស់ដុតធ្វើឲ្យល្អត្បិតប្តីខ្ញុំគាត់ស្រឡាញ់ខ្ញុំណាស់កាលដែលគាត់នៅរស់លុះគេយកខ្មោចមួយទៅដុតហើយយាយចាស់ស្រែកថាប្តីគាត់ទៅផ្ទះទៀតហើយញាក់ស្រុកក៏ទៅយកមកដុតទៀតលុះដុតធ្វើគម្រប់4លើកទើបឃើញតាចាប្តីយាយនោះចេញមកពីព្រៃចំការមានខ្លួននោះប្រឡាប់សុទ្ធតែធៀវពួកញាក់ស្រុកឃើញក៏នាំគ្នាដេញចាប់តាចានោះយកក៏ដុតទាំងរស់ឲ្យស្លាប់ទៅ